សម្រាប់ screen លក់ហ្នឹងយើងអាចដូរពណ៌បានភ្លឺឬក៏ខ្មៅនេះចង់បានភ្លឺចុចភ្លឺចុចបានខ្មៅចុចខ្មៅបាទហើយបើយើងមាន monitor 2ទៅពេលយើងលក់ហ្នឹង add អីវ៉ាន់ហ្នឹងបើយើងមាន monitor 2អានេះ monitor មួយទៀតហ្នឹងវា display ទៅឲ្យ customer ឃើញដែរនេះជាឧបមា customer display ហ្នឹងបើយើងថែមអីវ៉ាន់នេះវាឲ្យយើងឃើញនៅលើ screen ជាងទៀតណា customer មើលឃើញ window មួយហ្នឹងបាទ window ដែលខ្ញុំកំពុងមូហ្នឹងវាត្រូវនៅ display លើ screen មួយទៀតទេបាទពេលយើងពេលយើងឆាចលុយហ្នឹង customer ឃើញចេះទេលើ screen លក់យើងឃើញតួលេខសរុបបងកាតបង cash បងអី customer ឃើញចេះហើយ customize លើ screen ហ្នឹងយើងអាចបរិចបរួមឲ្យបានអស់ខាងឆ្វេងនេះយើងបរិចបរួមមកមើល function ដែលយើងអាចប្រើប្រាស់ក្នុងប្រព័ន្ធទាំងមូលហ្នឹងបានប៉ុន្តែយើងភាគច្រើនយើងបិទវាឲ្យតូចទៅដើម្បីយើងយក space ដាក់ប៊ូតុងលក់វិញខាងស្ដាំដៃនេះខាតហ្នឹងក៏យើងអាចគឺហ្មងបានដែរធំតូចអីបានទាំងអស់បាទសម្រាប់ឧទាហរណ៍ថា customer ភ្លេចលុយយើងចង់ហូរយើងគ្រាន់ចុចសញ្ញា push នេះមកដាក់ឈ្មោះមក test holding យើងហូរមកបាទពេល customer ត្រឡប់វិញយើងអាច recall មកវិញបានចុច recall មកនេះតែយើងទៅដាក់មកនេះ test holding នេះហ្នឹងវា recall វិញទាំងអស់ item ហ្នឹងហើយយើងអាច process payment នេះតទៀតបាន